Hello guys, welcome back to my mini vlog. Ngày này đã kinh nghiệm sự thay ya bookstoreใน Eon Mall nên能គឺគេមានលក់កាហ្វេជាមួយនឹង dessert ហើយយើងអាចទិញសៀវភៅនៅនឹងក៏បានអានសៀវភៅនៅនឹងក៏បានហើយចំពោះ dessert គឺខ្ញុំបាន order matcha waffle គឺថាតំណងខ្លាំងមែនតើនៅលើហ្នឹងគឺមាន krem matcha ជាមួយនឹងស្តៅក្រហមហើយសម្រាប់រសជាតិគឺឆ្ងាញ់ហើយក្នុង matcha ហ្នឹងសម្រាប់ខ្ញុំគឺពី3នាក់ក៏ញ៉ាំអត់អស់ដែរហើយចំពោះ drink គឺខ្ញុំបានហៅ hojicha រសជាតិឆ្ងាញ់មែនតើហើយចំពោះថ្លៃហ្នឹងនេះក៏រៀងគួរសមដូចគ្នាដែរហើយនៅហ្នឹងមិនធម្មតាមានតែសៀវភៅទេគឺមានរបស់ជាច្រើនទៀតឬតាំងស្អាតមែនតើហើយចំពោះរបស់នៅហ្នឹងគឺថាប្លែកហើយគេតាំងច្រើនមែនតើនេះហ្នឹងគឺខ្ញុំថតទូណាខ្ញុំមើលអត់ចង់អស់ទេនៅក្នុង Sutaya Bookstore នេះហ្នឹងមានសៀវភៅខ្លះអានបានសៀវភៅខ្លះអានអត់បានទេចំពោះសៀវភៅដែលអានបានហ្នឹងគឺអត់មានហុំផ្លាស្ទិកទេហើយនៅនេះក៏មានលក់ blind book ដែរបងប្អូននិយាយទៅស្អាតមែនតើហ្មងនឹងខ្ជួលនឹងដូចកូនហាងហ្មងគាត់តែឃើញនឹងចង់បានហើយដូចខ្ញុំនិយាយចឹងគឺថារបស់ច្រើនខ្លាំងមែនតើបងប្អូនខ្ញុំថតអត់អស់ទេហើយមកដល់ពេលថ្ងៃគឺខ្ញុំមកញ៉ាំ hot pot នៅឈွန်ម៉ាប្រនិយាយទៅកន្លែងហ្នឹងនៅម្ដុំកោះពេជ្រហើយ my first impression ហ្មងគឺខ្ញុំចិត្ត hot pot នៅនឹងខ្លាំងមកលើកទី1មែនប៉ុន្តែខ្ញុំឲ្យ10លើក10ហ្មងហើយនេះហ្នឹងគឺជាទឹកជ្រលក់ប្រចាំតកោដែលស្គាល់ខ្ញុំគឺដឹងហើយថាខ្ញុំលេងទឹកជ្រលក់ឲ្យមកឆ្ងាញ់ហ្មងហើយចំពោះស៊ុបហ្នឹងគឺខ្ញុំហៅស៊ុបឈွန်ជាមួយនឹងស៊ុបចិនសិនខ្ញុំមកដឹងមកយកបងប្អូនឥឡូវគឺជាចិត្ត hot pot ខ្លាំងមែនតើមកអត់ណាគេប្រមូលទៅញ៉ាំ hot pot គឺទៅមកញ៉ាំមួយខែ 4-5 ដងក៏អត់ធុញដែរទៀតទៅចំពោះ hot pot គឺខ្ញុំញ៉ាំច្រើនកន្លែងមែនតើប៉ុន្តែនៅនេះមួយស៊ុបឈွန်គឺចំស៊ុបឈွန်ហ្មងហើយស៊ុបចិនសិនបើគឺនឹងបើហ្មងខ្ញុំញ៉ាំនឹងក្តៅក្នុងចំពោះម្ហូបហ្នឹងគឺយើងយកជាចានក៏បានយកជាចក្រក៏បានហើយសម្រាប់តកែស្រីហ្នឹងគឺគាត់រស់រាយខ្លាំងមែនតើហ្មងគាត់ឲ្យនំយើង free ញ៉ាំមួយចានទៀតហើយសម្រាប់ vlog ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេ and see you guys in my next vlog bye